ខេត្តកំពង់ឆ្នាំងប្រារព្ធធ្វើទិវាពលកម្មអន្តរជាតិ1ឧសភាខួបលើកទី139ក្រោមប្រធានបទរួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់ទិវាពលកម្មអន្តរជាតិ1ឧសភានៅខេត្តកំពង់ឆ្នាំងត្រូវបានធ្វើឡើងក្រោមប្រធានបទរួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់ដោយបានប្រព្រឹត្តទៅយ៉ាងមហោឡារិកកាលពីព្រឹកថ្ងៃទី30ខែមេសាឆ្នាំ2025នៅសាលាស្រុកកំពង់ត្រឡាចក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចាស់ឧក្រាបុនទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិងលោកជំទាវកែច័ន្ទមនីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងឯកឧត្តមស៊ីវរុនប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិងលោកឈឹមវុធាអភិបាលរងខេត្តកំពង់ឆ្នាំងព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកសឹមសុវឌ្ឍនៈប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងនិងថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញខេត្តរួមនឹងកម្មករនយោជិតនៅក្នុងខេត្តកំពង់ឆ្នាំងជាច្រើនផងដែរលោកសឹមសុវឌ្ឍនៈប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាខេត្តកំពង់ឆ្នាំងមានរោងចក្រសហគ្រាសសិប្បកម្មនិងសេវាកម្មដែលបានចុះបញ្ជីការចំនួន488កន្លែងមានកម្មករនយោជិកចំនួន78517នាក់ដែលចំណូលសរុបជាង$13លានអាមេរិកក្នុងមួយខែមានគ្រឹះស្ថានបើកថ្មីចំនួន6ដែលកំពុងមានតម្រូវការកម្មករកម្មការិនីប្រមាណជាង10000នាក់ដើម្បីបំពេញសេចក្តីត្រូវការនៃខ្សែសង្វាក់ផលិតកម្មក្នុងរោងចក្រក្រៅពីប្រាក់បៀវត្សប្រចាំខែកម្មករកម្មការិនីក៏ទទួលបានអត្ថប្រយោជន៍ផ្សេងពីរាជរដ្ឋាភិបាលបានផ្ដល់ជូនដល់កម្មករនយោជិតផងដែរបន្ទាប់ពីប្រសាសន៍លោកឈឹមវុធាអភិបាលរងខេត្តកំពង់ឆ្នាំងរួចមកឯកឧត្តមបណ្ឌិតសភាចាស់ឧក្រាបុនទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងខួបអនុស្សាវរីយ៍លើកទី139នៃទិវាពលកម្មអន្តរជាតិ1ឧសភាឆ្នាំនេះបានធ្វើឡើងក្រោមប្រធានបទរួមគ្នាដើម្បីការងារសមរម្យនិងកំណើនប្រកបដោយចីរភាពនិងភាពធន់ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារសម្ដៅប្រែក្លាយទៅជាចលនាជាតិមួយនៅកន្លែងធ្វើការងារដែលគ្រប់ភាគីពាក់ព័ន្ធជាពិសេសកម្មករនយោជិតនិងនយោជកចូលរួមអនុវត្តដើម្បីបង្កើតបាននូវវប្បធម៌អនុលោមភាពតាមច្បាប់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនិងការទទួលខុសត្រូវផ្នែកសង្គមរបស់សហគ្រាសឯកឧត្តមបណ្ឌិតសភាចាស់ឧក្រាបុនបានបញ្ជាក់ថាប្រធានបទមួយនេះគឺជាការបង្ហាញឲ្យឃើញកាន់តែច្បាស់នៅការបដិញ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិសេរីភាពអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គមអត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនយោជិតនិងពង្រឹងយន្តការដោះស្រាយវិវាទការងារដែលអាចកើតមានរាជរដ្ឋាភិបាលនឹងធ្វើឲ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារឯកឧត្តមបណ្ឌិតសភាចាស់ឧក្រាបុនបានបញ្ជាក់ទៀតថាលើកទី139នៃទិវាពលកម្មអន្តរជាតិ1ឧសភាដែលជាទិវារំលឹកទៅដល់វីរភាពរបស់កម្មករនយោជិតដែលជាការបង្ហាញឲ្យឃើញកាន់តែច្បាស់នៅការបដិញ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិការងារសេរីភាពអង្គការវិជ្ជាជីវៈអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមអត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនយោជិតនិងពង្រឹងយន្តការដោះស្រាយវិវាទការងារដែលធ្វើឲ្យទំនាក់ទំនងវិជ្ជាជីវៈកាន់តែល្អប្រសើរឡើងព្រមទាំងចូលរួមសម្រេចឲ្យបាននៅគោលដៅសុចនកគន្លឹះដែលបានកំណត់ក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដើម្បីកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពនិងក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា2016ដល់2030សម្ដៅកសាងមូលដ្ឋានគ្រឹះប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ព្រមទាំងអាចឆ្លើយតបបានទៅនឹងភាពមិនប្រាកដប្រជាជាសកល